ហើយគណៈបកភ្លើងទៀនដោយសារតែមិនបានចូលរួមការបោះឆ្នោតនៅថ្ងៃ23កក្កដា2023អញ្ចឹងហើយបានជាថ្នាក់ដឹកនាំគណៈបកភ្លើងទៀនបានគិតផ្ដួចផ្ដើមគំនិតបង្កើតគណៈបកថ្មីមួយដែលយើងហៅថាបង្កើតផ្ទះថ្មីបាទអញ្ចឹងហើយគណៈបកកម្លាំងជាតិនេះគឺជាការផ្ដួចផ្ដើមឡើងពីថ្នាក់ដឹកនាំគណៈបកភ្លើងទៀនទេជាការពិតទៅមិនមែនជាគណៈបកបំបែកសម្លេងដោយតែបងប្អូនមានការយល់ច្រឡំនោះទេនេះគឺជាផ្ទះថ្មីសម្រាប់ផ្ទេរពីភ្លើងទៀនទៅផ្ទះថ្មីហ្នឹងប៉ុន្តែអ្វីដែលយើងសង់ផ្ទះថ្មីបានហើយមួយចំនួនក៏មិនព្រមមកនៅផ្ទះថ្មីមួយចំនួនក៏ទៅនៅផ្ទះថ្មីអាហ្នឹងដែលជារឿងបញ្ហាឥឡូវនេះឃើញគាត់លើកឡើងថាគាត់ចង់ចុះចូលប៉ុន្តែខ្ញុំមិនចង់ទទួលយកអាពាក្យថាចុះចូលទេពាក្យចុះចូលគឺយើងពិបាកស្ដាប់ណាយើងនិយាយត្រឹមពាក្យថាចូលរួមជាមួយគណៈបកកម្លាំងជាតិវាជារឿងថាវាស្ដាប់ទៅវាល្អប្រសើរជាងពាក្យថាចុះចូលហើយជំហររបស់គណៈបកកម្លាំងជាតិជើងបើកទ្វារបើកទ្វារទទួលស្វាគមន៍នៅអ្នកប្រជាធិបតេយ្យគ្រប់លំដាប់ថ្នាក់ចាប់ពីថ្នាក់ជាតិរហូតទៅដល់ថ្នាក់មូលដ្ឋានយើងទទួលស្វាគមន៍បាទពីព្រោះយើងចង់ឲ្យមានការចូលរួមគ្នាអ្នកប្រជាធិបតេយ្យត្រៀមក្នុងការចូលរួមប្រកួតប្រជែងនៅឆ្នាំ2027 2028បោះឆ្នោតនៅខាងមុខនេះបាទអញ្ចឹងគណៈបកកម្លាំងជាតិគឺបើកទលាយស្វាគមន៍និងទទួលស្វាគមន៍រាល់អ្នកប្រជាធិបតេយ្យដែលអញ្ជើញមកចូលរួមជាមួយគណៈបកកម្លាំងជាតិ